ខ្ញុំបានលួចយកកាមេរ៉ារបស់ខ្ញុំ Osmo Pocket ហ្នឹងណាចូលទៅក្នុង concert នៅប្រទេសអូស្ត្រាលីសួស្តីអ្នកទាំងអស់គ្នាខ្ញុំមួយនេះថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅ Coldplay concert ហើយនឹងចែកម្លែកបទពិសោធន៍ដែលខ្ញុំជួបនៅថ្ងៃ concert ហ្នឹងមកអ្នកទាំងអស់គ្នាថាខ្ញុំមានរឿងអីគេខ្លះ First up ដំបូងឡើយគឺយើងត្រូវទៅ train station ដើម្បីជិះរថភ្លើងទៅ concert ហ្នឹងអ្នកទាំងអស់គ្នា concert ដែលខ្ញុំទៅហ្នឹងគឺគេធ្វើ4ថ្ងៃអ្នកទាំងអស់គ្នាថ្ងៃខ្ញុំទៅហ្នឹងគឺថ្ងៃទី1មកហើយអ្នកដែលចូលរួមហ្នឹងគឺរហូតដល់80000នាក់អញ្ចឹងគឺគេលើកទឹកចិត្តឲ្យយើងជិះរថភ្លើងអ្នកទាំងអស់គ្នាពីព្រោះមនុស្សច្រើនខ្លាំងមែនតើយើងអាចជិះឡានទៅទាំងអស់គ្នាបានទេហើយថ្ងៃហ្នឹងដោយសារតែគេចង់លើកទឹកចិត្តឲ្យយើងជិះរថភ្លើងអញ្ចឹងហើយបានគេឲ្យយើងជិះរថភ្លើង for free គឺគេអត់មានឆាច់លុយអីទាំងអស់សំខាន់នៅរថភ្លើងហ្នឹងគឺគេ entertain យើងទៀតអ្នកទាំងអស់គ្នាហើយរថភ្លើងហ្នឹងគឺគេទៅ direct ទៅ stadium មកនិយាយរួមទៅគឺគេធ្វើឲ្យយើងហ្នឹង so convenient ដើម្បីជិះទៅ stadium ហ្នឹងហ្មងណាឲ្យយើងពិបាកអី Next stop is breakfast ថ្ងៃហ្នឹងខ្ញុំទៅ concert ជាមួយមិត្តភក្តិខ្ញុំ2នាក់ទៀតអ្នកទាំងគ្នាចឹងសរុបទៅ3នាក់ហើយនិយាយទៅមុននឹងយើងទៅ concert ហ្នឹងគឺខ្ញុំ recommend ឲ្យអ្នកទាំងគ្នាញ៉ាំអីមុនហ្មងដោយសារតែពួកខ្ញុំញ៉ាំអីហើយមុនពួកខ្ញុំទៅ stadium ហ្នឹងសំខាន់គ្រាន់តែឡើងដល់ train ភ្លាមគឺគេចាក់ប័ណ្ណ Coldplay មកអ្នកទាំងគ្នាហើយខ្ញុំគ្រាន់តែលួចភ្លាមគឺខ្ញុំថតវីដេអូភ្លាមហ្មងគឺថាទ្រាំមិនបានដោយសារតាលើកនេះគឺជា direct មក stadium មកអ្នកទាំងគ្នាដែលសារចឹងហើយគឺទីតែមកផ្លែតគឺពួកខ្ញុំមកដល់ stadium ហ្មងអត់យូរទេហើយមកដល់ភ្លាមគឺពួកខ្ញុំដើរម្ដងទៅ Accor stadium ហ្នឹងហ្មង stadium ហ្នឹងគឺ stadium ដែលធំជាងគេនៅ Sydney ហ្មងអ្នកទាំងគ្នាផ្ទុកមនុស្សបានរាប់ម៉ឺននាក់មកដល់គឺគេលក់ merch លក់អីចឹងណាហើយ merch ហ្នឹងមិនមែនគេលក់ឲ្យតែអ្នកមកមើលទេអ្នកដែលអត់មកមើលក៏មកចូលទិញបានដែរអ្នកពេលមកដល់នឹងភ្លាមគឺគេហៅពួកខ្ញុំទៅថត booth មកអ្នកគ្នាគេមានកន្លែង booth មួយឲ្យយើងចូលថតរូបចឹងណាហើយពួកខ្ញុំក៏ចូលថតរូបទាំងអស់គ្នានឹងទៅបន្ទាប់ពីយើងថតរូបហើយអស់ក៏យើងនាំគ្នាដើរចូល stadium ទៅអ្នកនរគ្នាពេលហ្នឹងខ្ញុំចាប់ផ្ដើមភ័យបោកពោះហើយណាអ្នកនរគ្នាពីព្រោះខ្ញុំដឹងថាពេលហ្នឹងគឺជាពេលដែលគេចាប់ផ្ដើមឆែកអីវ៉ាន់យើងហើយពេលខ្ញុំចូលហ្នឹងគឺអត់មានមនុស្សចូលទៀតអ្នកនរគ្នាដោយសារតែពេលហ្នឹងមុនឡើង2-3ម៉ោងអញ្ចឹងតែអត់ទាន់មានអ្នកចូលទេតែខ្ញុំសំណាងខ្លាំងណាស់ដែលគេឆែករហូតអត់ឃើញកាមេរ៉ាខ្ញុំណាបទពិសោធន៍មួយនឹងអត់សប្បាយអារម្មណ៍ទេអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាកុំយកសម្រាប់តាមខ្ញុំមើល condition គេមុននឹងអ្នកនរគ្នាទៅ concert យល់ល្អកុំយកកាមេរ៉ាទៅហ្មងធ្វើទៅទូរស័ព្ទបានណៃបន្ទាប់ពីយើងដើរផុតកន្លែងហ្នឹងហើយគឺយើងដើរមករកកៅអីអ្នកនរគ្នាតាមពិតទៅ concert ហ្នឹងគេបែងចែកជា2អ្នកនរគ្នាអាចអង្គុយកៅអីដូចពួកខ្ញុំចឹងក៏បានឬក៏ standing នៅលើ floor ហ្នឹងក៏បានដែរប៉ុន្តែដោយសារតែកម្ពស់ពួកខ្ញុំបានពេកចឹងបើទៅ stand ជាមួយគេគឺមើលអីអត់ឃើញហ្មងចឹងក៏ពួកខ្ញុំសម្រេចយកកៅអីទៅដោយសារណាមួយវា safe ផងចឹងណាព្រោះពេលថ្ងៃខ្ញុំទៅហ្នឹងគឺវាខែក្តៅអញ្ចឹងខ្ញុំអត់ចង់បញ្ឈៀតគេទៅឈរហោះពេកគ្រាន់តែចូលមកដល់កន្លែងអង្គុយភ្លាមគឺមានអារម្មណ៍ថារំភើបបដាបដាអ្នកនរគ្នាពីព្រោះសម្បត្តិ concert ហ្នឹងពួកខ្ញុំទិញតាំងមុនកន្លះឆ្នាំនិយាយទៅរងចាំឲ្យដល់ថ្ងៃតែសួរថាស្គាល់ប័ណ្ណ Coldplay ច្រើនអត់ដូចជាមិនសូវច្រើនទេអ្នកនរគ្នាស្គាល់តាមប័ណ្ណល្បីៗខ្លាំងអីចឹងមិនស្គាល់ចឹងណាដោយសារតែ Coldplay band តាំងពីពួកខ្ញុំមុនពួកខ្ញុំកើតទេតាំងជំនាន់ខ្ញុំនៅក្មេងៗឡើងក្មេងខ្លាំងមែនតើអញ្ចឹងភាគច្រើនគឺស្តាច់អ្នកជំនាន់ចាស់ជំនាន់លើខ្ញុំអីចឹងណាបានគេរបៀបស្គាល់ Coldplay មកខ្ញុំក៏ស្គាល់ដែរតែតទៅពេលខ្ញុំធំមកអញ្ចឹងរបៀបដូចអត់សូវជាស្គាល់ច្រើនបទអីចឹងណាប៉ុន្តែគ្រាន់តែដឹងថា Coldplay គឺល្បីខ្លាំងមែនតើហ្មងគឺខ្ញុំត្រូវតែ experience one in my life ហើយអ្នកទាំងអស់គ្នាចាំតែខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាញ៉ាំអីមុនមកចូល stadium ហ្នឹងណាដោយសារតែតាមពិតទៅនៅក្នុង stadium ក៏គេមានលក់អីដែរអ្នកគ្នាតែគ្រាន់តែថាលក់ថ្លៃដូចអ្នកគ្នានៅក្នុង airport ចឹងគឺថ្លៃខ្លាំងមែនតើចឹងបើយល់ល្អញ៉ាំអីក្រៅក៏ហើយញ៉ាំអីនៅក្នុង stadium តិចតួចបានដែរបើដោយសារតែពួកខ្ញុំចូលក្នុង stadium មុនដល់2-3ម៉ោង concert ឡើងគេអត់ទាន់ចាប់ផ្ដើមទេគេនៅរំលេងសប្បាយពួកខ្ញុំញ៉ាំ fish and chip អស់ដល់36រៀលអ្នកនរគ្នាឥឡូវយើងបើទៅ concert យើងវិញអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺអ្នកទាំងអស់គ្នាដឹងអត់ថាភ្លើងដែល concert ទាំងមូលធ្វើហ្នឹងគឺភាគច្រើនគាត់យកមកពីមនុស្សយើងផ្ទាល់ហ្មងអ្នកទាំងអស់គ្នាឃើញពួកគាត់ចូលទៅលោតចូលទៅរាំហ្នឹងណាទី1សប្បាយទី2គឺពួកគាត់អាច generate ភ្លើងហ្នឹងឲ្យទៅ concert ហ្នឹងទាំងមូលបានហ្មងនៅ concert ខ្លះទៀតគឺ Coldplay ដាក់កង់ឲ្យ fan ចូលជិះហ្មងអ្នកនរគ្នាសំខាន់ណាស់តន់អស់ហើយអ្នកទាំងអស់គ្នាគឺមានច្រើនខ្លាំងមែនតើសូម្បីតែអ្នកទាំងអស់គ្នាដឹងអត់ថាគាត់នឹងដាំដើមឈើនៅរាល់ពេលដែល support ticket គាត់លក់អញ្ចឹងអ្នកគ្នាសម័យមើលទៅគ្រាន់តែនៅ Sydney គឺ80000អ្នកអាចដែលទិញ support concert ទៅជំនាន់នៅជុំវិញពិភពលោកទៀតតែយើងបានដាំឈើបានពី Coldplay សំខាន់ណាស់ Coldplay បាន invest ទៅលើ climate friendly technology ទៅអ្នកគ្នាដើម្បីជួយ renew energy ដែលយើងប្រើហើយអត់សូវផ្លាញ់បរិស្ថានច្រើននិយាយទៅគឺ Coldplay ជួយខ្លាំងមែនតើមក concert មក tour ជុំវិញពិភពលោកហ្នឹងតែអ្វីដែលធ្វើឲ្យខ្ញុំ really admire គាត់ហ្នឹងគឺគាត់លើកទឹកចិត្តឲ្យ artist ទូចៗហ្នឹងមក open ឲ្យ concert គាត់ Name is Chris Martin. I wouldn't be here without him on this stage. I love you, Chris. But he's from this small. When I say Sydney, you say yeah, yes.
ខាងណាអ្នកដែលមក open ឲ្យ Coldplay ហ្នឹងគឺមិនមែនតែម្នាក់ពីរអ្នកអស់គ្នាដូចជា3 4 5អ្នកគឺច្រើនខ្លាំងមែនតើអញ្ចឹងហើយបាន concert ហ្នឹងគឺ last 4 hour ប៉ុន្តែបើសាច់ Coldplay ឡើងហ្មងដូចជាតែ2ម៉ោងអីយេចប់ហើយតោះតែមេឃចិត្តយប់បន្តិចបាន Coldplay ឡើងអ្នកនរគ្នាឥឡូវ the moment we've been waiting for ចាប់ផ្ដើមហើយអ្នកនរគ្នានៅឯអ្នកគ្នានៅក្នុង stadium អត់មានមនុស្សផងហ្នឹងអត់មានមនុស្សពេញសោះបាន concert គេ start ចានេះអ្នកនរគ្នាទីច្រឡំតែដីខ្សាច់អីទៅនេះសិតតែមនុស្សទាំងអស់ហើយអ្នកនរគ្នាម៉ោងគេចាប់តាមចិត្ត concert តែកាន់តែចិត្តកាន់តែមានអ្នកមនុស្សបុកចូលមកច្រើនខ្លាំងមែនតើហ្មងនិយាយទៅខ្ញុំអត់ដែរឃើញមនុស្សច្រើនចឹងមកពីមុនមកក្នុងជីវិតខ្ញុំអ្នកគ្នានេះគឺមនុស្សច្រើនខ្លាំងមែនតើញាក់តាណាក៏មនុស្សដែរហើយឡងមាត់ពេញហ្នឹងហ្មងឡងច្រើនខ្លាំងមែនតើហ្មងអ្នកនរគ្នាមើលតែអ្នកនៅលើ floor ដឹងហើយអ្នកខ្លះឈរផងអង្គុយផងហើយដូចពួកខ្ញុំមានកៅអីអង្គុយស្រាប់ចឹងមិនសូវអីណាហើយកៅអីហ្នឹងគឺពេញទាំងអស់ហ្មងខ្ញុំមានឃើញកៅអីណានៅសាលលេខ1អ្នកនេះគឺច្រើនខ្លាំងមែនតើតោះឥឡូវ enjoy the show មួយខ្ញុំទាំងអស់គ្នា Thank you everybody for coming to our show. This concert is powered by renewable energy. The backstage generator runs on recycled cooking oil. We charge our show batteries with solar and other green energy. You can power the show by using the power banks.
concert យើងចាប់ไปអ្នកទាំងអស់គ្នាទាំងយើងទាំងគេគឺសិតតែប្រញាប់ចង់ទៅផ្ទះទាំងអស់គ្នាប៉ុន្តែដូចខ្ញុំមួយពួកម៉ាក់ខ្ញុំចាំឲ្យគេចេញទៅអស់ឡើង10នាទីអីហើយបានពួកខ្ញុំសម្រេចចិត្តថាដើរចេញទៅអ្នកនរគ្នាពួកខ្ញុំអត់ចង់ប្រឈៀតគេអ្នកនរគ្នាហើយមួយទៀតយើងដឹងហើយយើងចេញទៅដឹងតែយើងមានរថភ្លើងជិះហើយដោយសារតែថ្ងៃហ្នឹងគឺគេ organize រថភ្លើងតម្លាក់យើងមកហើយគេ organize ម៉ោងពេលវេលាដាក់រថភ្លើងកាន់តែច្រើនដើម្បីមកយកយើងទៀតបើអ្នកទាំងអស់គ្នាទៅមើល concert ជាមួយពួកម៉ាក់មកវិញត្រូវដើរកាន់ដៃគ្នាជាប់ពីពុំនៅច្រើនខ្លាំងណាស់អ្នកនរគ្នាអាចវែងគ្នាហើយពិបាករកគ្នាវិញខ្លាំងមែនតើហើយមួយវិញទៀតមនុស្សច្រើនខ្លាំងណាស់អ្នកនរគ្នាអញ្ចឹង make sure ថាយើងត្រូវតែ safe ទាំងអស់គ្នាអញ្ចឹងណាទាំងយើងទាំងគេអញ្ចឹងកុំប្រឈៀតគ្នាកុំអីដើរតាមជួរតម្រង់ជួរអីអញ្ចឹងតាមគេទៅអ្នកនរគ្នា rolling my eyes the whole time. So now we complaining about we cannot see the show at all, like not at all, like some of them because the guy right in front of us is so tall. Not just the guy, the girl as well. The girl as well. I had to tell them like, can you guys like move a little bit? I mean, it's okay if you guys are close, but not like this. Not like this with your boyfriend or girlfriend. I mean. ដូចអ្នកទាំងគ្នាបានលើចឹងណាទៅមើល concert ជាមួយសង្សារអីកុំឈរគៀកកាយគ្នាពេករបៀបថាអ្នកគ្នាគៀកកាយគ្នាបានបើអ្នកទាំងគ្នាអត់បាំងគេអ្នកនៅខាងក្រោយពីព្រោះពេលខ្លះអ្នកទាំងអាចខ្ពស់ជាងគេអ្នកនៅខាងក្រោយគ្នាទិញរបត់ concert ដូចគ្នាប៉ុន្តែគ្នាមើលអត់ឃើញអីចឹងទៅចឹងជួយក្រែងចិត្តគេតិចតួចចឹងណា Please head down the road on the left side of the station. The trains to the west, please head down the road on the right side of the station. Make sure you use all side station entries to get នឹងឯអ្នកទាំងគ្នាពេលយើងចេញពី concert ឬក៏ទៅកន្លែងណាបែបមនុស្សច្រើនណាតែ make sure ថាយើងត្រូវ focus លើ speaker ដែលគេនិយាយដូចខ្ញុំដាក់មុនហ្នឹងអញ្ចឹងណាព្រោះអាហ្នឹងឯងដែលជាសញ្ញាឬក៏សំឡេងដែលគេប្រាប់យើងថាយើងគួរទៅផ្លូវណាដើម្បីផ្លូវទៅផ្ទះយើងទីមួយដើម្បីឲ្យសុវត្ថិភាពទាំងអស់គ្នាអញ្ចឹងណាអ្នកនរគ្នាយើងត្រូវតែស្ដាប់ត្រូវតែដឹងថាយើងត្រូវទៅណាដើរតាមផ្លូវណាសុវត្ថិភាពយើងទៅខាងណាខាងណីអញ្ចឹងព្រោះមនុស្សច្រើនខ្លាំងមែនទែនគេអាចដើរមកប្រាប់យើងមកបាននេះ We have no more way. We have no more time. It's already, what time is it now? It's already 11 minutes. Is that black here? Oh no, it's almost like that black. Oh my god. ចឹងវីដេអូយើងដល់ទីបញ្ចប់ហើយអ្នកទាំងគ្នាអរគុណច្រើនអ្នកទាំងគ្នាដែលបានមើលវីដេអូនេះដល់ចប់ហើយសង្ឃឹមថាអ្នកទាំងគ្នានឹងសប្បាយ enjoy ដូចខ្ញុំបាន enjoy ទៅ concert ហ្នឹងចឹងបាយអ្នកទាំងគ្នា see you in the next video bye bye